លើង RGB នៅលើ keyboard ភ្លឺស្អាតឬអត់គឺអាស្រ័យទៅលើកត្តាច្រើនយ៉ាងហើយកត្តាធំបំផុតមួយនោះគឺប្រភេទ PCB របស់ keyboard តែម្ដងថ្ងៃនេះពួកយើងនឹងមកប្រាប់ពីភាពខុសគ្នារវាង North Facing PCB និង South Facing PCB ឥឡូវយើងមកចាប់ផ្ដើមជាមួយនឹង North Facing PCB មុនគេដែលភាគច្រើនត្រូវបានរកឃើញនៅលើ budget keyboards ឬ keyboard pre-built ភ្លើង RGB របស់ North Facing PCB គឺចេញមកភ្លឺចាំងស្អាតខ្លាំងមែនទែនបើអ្នកទាំងគ្នាជាមនុស្សចូលចិត្តភ្លើង RGB ភ្លឺច្បាស់ៗវាល្អខ្លាំងសម្រាប់ការប្រើប្រាស់នៅពេលយប់ជាពិសេសពេលដាក់ជាមួយនឹងគ្រាប់ keycap ប្រភេទ shine through មានន័យថាគ្រាប់ keycap អាចទប់បាំងពន្លឺឬទង្គិចជាមួយនឹងតួរាងរបស់ switch នៅពេលសង្កត់ចុះដែលធ្វើឲ្យអារម្មណ៍នៃការវាយធ្លាក់ចុះមិនសទន់ដោយបំណងឬកាត់បន្ថយសម្រស់ភ្លើង RGB ខ្លះៗផ្ទុយទៅវិញ soft facing PCB បានដោះស្រាយបញ្ហា keycap interference នេះដោយការបដូរទីតាំងអំពូល RGB មកដាក់នៅផ្នែកខាងក្រោមវិញធ្វើឲ្យ keyboard បញ្ចេញសំឡេងនិងផ្ដល់អារម្មណ៍វាយបាញ់យ៉ាងល្អទៅតាមស្តង់ដារដើមជាទូទៅអ្នកទាំងគ្នានៅប្រទេសឃើញប្រភេទនេះនៅលើ keyboard លំដាប់ premium ឬប្រភេទ custom keyboards ចំណុចខ្វះខាតរបស់វាគឺវាចាំងភ្លើងមិនសូវភ្លឺខ្លាំងដូច North Facing PCB ទេហើយវាដើរតួយ៉ាងល្អជាមួយតែគ្រាប់ keycap ណាដែលមានអក្សរ side print តែប៉ុណ្ណោះអ្នកទាំងគ្នាវិញកំពុងតែប្រើប្រាស់ប្រភេទមួយណាដែរអាច comment ប្រាប់ពួកយើងនៅខាងក្រោមបានអរគុណ